សូមដៃតេជោនិងសម្ដេចធិបតីស្វាគមន៍វរៈកងទ័ពទាំង18រូបវិលត្រឡប់មកវិញប្រកបដោយសុវត្ថិភាពសូមដៃតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានផ្ញើសារសម្ដែងការស្វាគមន៍ការវិលត្រឡប់មកវិញរបស់វរៈកងទ័ពកម្ពុជាទាំង18រូបនៅព្រឹកថ្ងៃពុធទី31ខែធ្នូនេះតាមច្រកព្រំដែនខេត្តបៃលិនទាំងបណ្ដាញសង្គមសម្ដេចតេជោនិងសម្ដេចធិបតីបានបង្ហោះសារនៃការស្វាគមន៍ខ្លឹមសារដូចគ្នាបែបនេះថាសូមស្វាគមន៍យុទ្ធជនទាំង18រូបដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាពបើតាមក្រសួងការពារជាតិកម្ពុជាសង្ឃឹមយ៉ាងមុតមនថាការដោះលែងយុទ្ធជនទាំង18រូបនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងការជឿជាក់និងជំនឿទុកចិត្តព្រមទាំងបង្កើតបរិយាកាសអំណោយផលដល់ការលើកកម្ពស់សន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍនិងការវិលត្រឡប់ទៅរកភាពប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញដើម្បីជាប្រយោជន៍ដល់ប្រទេសនិងប្រជាជនទាំងពីរនាពេលដ៏ឆាប់ខាងមុខនេះApa jalan Trio? Trio. Ini lah kosong. Trio. Apaan? Katanya gue ơi. Mau chung kia to kia bà tầm vậy nha này bà môi thì bay buồn nam môi co bay buồn môi phi bay buồn nam ôi tớ bằng bầy to con ngọt liền mấy bạn nhóm này
នយើងចាំទទួលច្រើនណាស់ បាទនេះទស្សនភាពនៅខាងក្នុងឡានពេលដែលបងប្អូនជីវរដ្ឋគាត់រីករាយមែនតើពេលតែឃើញវរៈកងទ័ពរបស់យើងបានមកដល់ទឹកដីសប្បាយចិត្តបាទអ្នកខ្លះស្រក់ទឹកភ្នែកបងប្អូនស្រក់ទឹកភ្នែកការជួយដល់បងវរៈកងទ័ពរបស់យើងទាំង13នាក់ក្នុងឡាននេះនេះបងប្អូននេះបងប្អូនឃើញពួកគាត់នៅទឹកភ្នែកបាទមើលពួកគាត់អរគុណចិត្តសប្បាយចិត្តមែនតើបងប្អូនមើលសប្បាយចិត្តមែនតើគាត់ស្រែកហូថតបាយជាមួយនេះពេលដែលខ្ញុំតបមកបាទនេះឃើញសប្បាយមែនតើបងប្អូនណាពួកគាត់ពិតជារីករាយមានថ្ងៃនេះបានបាទបងប្អូនលើកទង់ជាតិបើកងទ័ព18នាក់នៅខាងក្នុងឡានជាមួយខ្ញុំបានតែម្ដងមកសប្បាយចិត្តបងប្អូនអ្នកដែលគឺរបៀបនេះសប្បាយចិត្តប៉ុណ្ណាគាត់ទឹកភ្នែកលេងអលងពីពេលដែលវរៈកងទ័ពយើងបានស្គាល់ជួយទៅអត់ទៅអស់មើលវិញទៅចាំមែនតើអូយបងខ្ញុំរំភើបខ្លាំងណាស់ខ្ញុំជាប្រជាជនមួយខ្ញុំអរគុណច្រើនហើយបងតងតបដល់8នាក់បានចេញវិញជ័យយកសន្តិភាព លោកនាយកទីមេត្រីឥឡូវនេះយោធិនកម្ពុជាទាំង18រូបត្រូវបានដឹកជញ្ជូនបន្តទៅកាន់ទីតាំងជាបន្តបន្ទាប់ដើម្បីដឹកជញ្ជូនយកធម្មភេកជ្ជៈយោធិនទាំងអស់នេះបានមកដល់ទឹកដីកម្ពុជាជាផ្លូវការនៅវេលាម៉ោង 10:00 នាទីថ្ងៃទី31 ខែធ្នូឆ្នាំ2025សេចក្តីរាយការណ៍ជាបន្តបន្ទាប់និងមានជាបន្តបន្ទាប់ទៀតនៅរាជធានីភ្នំពេញឥឡូវនេះរថយន្តក្រុងនឹងបន្តទៅកាន់ទីតាំងចំណតរដ្ឋធម្មភេកជ្ជៈដើម្បីបងប្អូនឥឡូវនេះកងទ័ពគឺបានស្វាគមន៍មកកាន់ពលរដ្ឋខ្មែរយើងហើយពួកគាត់បានមកដល់ទឹក
អរគុណបងបាទជម្រាបលាបងសុខសប្បាយតាមផ្លូវបងបាទអាយដល់បងសុខសប្បាយបងសុំចាប់ដៃមួយបងអរគុណច្រើនណាបងអរគុណច្រើនបងបាទបងអរគុណច្រើនបងបាទ